នេះបញ្ហាគឺបានមកដល់ហើយបញ្ហាគឺចែកមែនទេតោះតើគ្នាយើងគួរតែចែកដូចម្ដេចសិស្សភាគច្រើនគឺគាត់ចេះទៅសើសេតហ្នឹងជាទម្រង់ត្រីកោណមៀតហើយប៉ុន្តែអ្វីដែលបញ្ហានោះគឺទម្លាក់ស្វ័យគុណគ្នាយើងអត់ដឹងថាទម្លាក់បែបណាមែនទេឥឡូវមកមើលមួយលោកគ្រូតើសើសេតស្វ័យគុណ2026ហ្នឹងជាទម្រង់ត្រីកោណមៀតអញ្ចឹងដើម្បីទៅសើសេតហ្នឹងជាទម្រង់ត្រីកោណមៀតបានអូនត្រូវរក model លីសិនមែនទេអញ្ចឹង model តាំងនៅអក្សរ A គឺ A ការ៉េបុក B ការ៉េអញ្ចឹង A អញ្ចឹងគឺរឹស2បាទរឹស2លើកជាការ៉េបូកឲ្យបាទរឹស2លើកជាការ៉េអញ្ចឹងនេះចេញបាន2អញ្ចឹងបាន2 2បូក2 4បញ្ចេញមកបាន2បាទអញ្ចឹងគ្រូចាប់2ជាកតាអញ្ចឹងមានន័យថាចាប់2អានេះក៏ចែកឲ្យនឹង2ដែរក៏ចែក2ដែរអានេះក៏ចែកនឹង2ដែរមែនទេបានប៉ុណ្នេះហើយ model យើងឃើញហើយអញ្ចឹងតម្រងត្រីកោណមៀតរបស់យើងហ្នឹងគឺត្រូវការកោសហើយនឹងស៊ីនមែនទេតើរឹស2លើ2កោសប៉ុន្មានបាទនេះយើងចេះអាហ្នឹងណាឥឡូវខ្ញុំសុំដាក់យកគឺ cos pi លើ4បាទបូកអីគេបាទបូក e sin pi លើ 4បើសិនជាអានេះមុំអីអានេះដូចគ្នាអត់មានខុសគ្នាទេតទៅទៀតអញ្ចឹងគ្រូនាំឲ្យសេតសាយកុន2026អញ្ចឹងសេតសាយកុន2026បានន័យថាម្ដុំនេះម្ដុំសេតរបស់យើងហ្នឹងក៏ស្វ័យគុណ2026ដែរអញ្ចឹង2គេតែ cos pi លើ4បូក e sin pi លើ4អញ្ចឹងអូនតម្លាក់មកតោះគេហៅថាតម្លាក់ស្វ័យគុណឬក៏មួយទៀតតម្លាក់ the more អញ្ចឹងអូនតម្លាក់មកអានេះឡើងជាស្វ័យគុណហើយតម្លាក់មុំខាងក្នុងនេះគឺគុណមែនទេបាទអញ្ចឹង2សាយកុន2026ដដែលកណាតម្លាក់មកគុណបានន័យថា pi លើ4គុណឲ្យ2026តោះអញ្ចឹងមែន2026 pi នៅលើ4អីដូចគ្នាកណានេះមុំអីនេះគឺមុំនឹងដូចគ្នាបាទនៅលើ4ដូចគ្នាដែរនេះបញ្ហាគឺបានមកដល់ហើយបញ្ហាគឺចែកមែនទេតោះតើគ្នាយើងគួរតែចែកដូចម្ដេចអញ្ចឹងគ្រូប្រាប់ពីកន្លឹះក្នុងការចែកគឺអូនចែកយកលេខគូបាទបើសិនជាបានលេខសេសអូនបន្ថយមួយមកមែនទេឥឡូវចែកមួយគ្រូមកយើង2026ចែកឲ្យ4កាត់2ខ្ទង់ដាក់បាន5 20ដកមកបាន0 2ចែកឲ្យ4វាកើតចឹងអូនថែម0នេះ1នេះយើងខុសឡើយនឹងដែរវាច្រើនដែរតោះចឹង6ឡើង1មកទៀតមក26មាន4ម៉ានដងចឹងមាន4 6ដងឯង4 6ដង24មែនទេបាទ24ដកមកបាន2នេះលេខគូស្រាប់ចេញយកហ្នឹងស្រាប់ចឹងដល់ពេលដែលអូនសរសេរគឺសរសេរគេ506បូកឲ្យសំណល់នៅលើតួចែកបូកឲ្យ2នៅលើ4មែនទេដូចគ្នាចឹងគូសរសេរបានថាគេបាទ2026គូសុំលុបសិនចឹងគូសុំលុបគូសរសេរបានថាម៉េចបងបាន cos 506គូថែម pi ណាបាទបូក2 pi នៅលើ4ចឹងកាលណាមុំប៉ុណ្នេះឯងដូចគ្នាដែរបូកគេ e sin ដូចគ្នាគឺ506 pi បូកឲ្យ2 pi នៅលើ4បាត់មកវិញតទៀតមិនបិណ្ឌគ្រូចែកយកលេខគូដោយសារកាលណាគ្រូចែកយកលេខគូវាគ្រប់ខួបរបស់វាហើយឬក៏គ្រប់ជុំរបស់វាហើយអញ្ចឹងគ្រប់ជុំគ្រូអាចលុបបានអានេះគ្រូអាចលុបបានអញ្ចឹងសល់អីគេគឺសល់នេះលុបបាត់ហើយគឺសល់2 pi លើ4អញ្ចឹង2 pi លើ4ដល់ពេលដែលអូនសម្រួលទៅគឺ pi លើ2កាលណាអានេះ pi លើ2ខាងនេះក៏ pi លើ2ដែរអញ្ចឹងតម្រងត្រីកោណមៀតរបស់យើងគឺប៉ុណ្នេះចឹងឥឡូវគ្រូដាក់ homework ឲ្យគ្នាយើងមួយអញ្ចឹងគេឲ្យ set របស់យើងហ្នឹងគឺស្មើជាមួយនឹងរឹស3បូកឲ្យ e សំណួរគេសួរដដែលសរសេរ set សាយកុន2026ហ្នឹងជាតម្រងត្រីកោណមៀតតោះសម្រាប់វីដេអូបន្ថែមសូមចូលទៅកាន់គេហទំព័រ V2 Education